បាទសួស្តីអ្នកទាំងអស់គ្នានេះខ្ញុំបានថតវីដេអូនៅបាត់ដំបងហើយអ្វីដែលទៅនោះគឺទៅចុងឡូហើយថតទស្សនវិជ្ជាលេងបងប្អូនហើយយើងដឹងហើយថាពេលដែលយើងទៅនេះឬក៏យើងសម្រាប់យើងមកលេងនៅតាមជនបទហើយជាពិសេសទៅទៀតនោះយើងថតវីដេអូនៅតាមជើងស្រុកស្រែជនបទអញ្ចឹងណាហើយនេះកូនខ្ញុំនាំឲ្យមកលេងវាត្រជាក់ព្រោះអីបើនៅផ្ទះវាក្តៅអញ្ចឹងទៅយើងមកលេងនៅផ្ទះលេងនៅក្រៅតាមចុងឡូទៅវាមួយយ៉ាងដែរបងប្អូនវាធ្វើឲ្យយើងស្រស់ស្រាយហើយដែលយើងឃើញអញ្ចឹងដល់ពេលយើងស្រស់ស្រាយយើងដឹងហើយថាអារម្មណ៍យើងសប្បាយចិត្តហើយនៅពេលដែលយើងមកដល់នេះវាស្រស់ស្រាយខ្លាំងហើយពិសេសទៅទៀតនោះវាត្រជាក់ហើយមានបន្លាយទឹកមានអីចឹងទៅហើយបន្លាយទឹកហ្នឹងបងប្អូនពេលខ្លះក៏មានត្រីដែរណាហើយបើយើងយកដងមកស្ទូចក៏បានដែរឲ្យតែយើងចង់ស្ទូចហើយឥឡូវនេះខ្ញុំជិះម៉ូតូជិះពីក្រោយកូនបើកូនឲ្យជិះម៉ូតូមួយគ្នាអត់ជិះទេអញ្ចឹងសុខចិត្តជិះកង់ខ្លួនឯងហើយតែជិះទៅធ្លាក់អណ្ដាតហើយមកដល់ធ្លាក់អណ្ដាតហើយមានឆ្កែទៅទៀតឆ្កែរត់តាមអាពេលមកអាពេលទៅនោះរត់តាមឥឡូវពេលមកវិញហ្នឹងជិះហួសហើយវាដើរទៅណាបាត់ហើយហ្នឹងហើយហៅមើលចាំឆ្កែដែរតែធ្វើម៉េចវាស្គាល់ផ្ទះដែរហើយនេះកូនខ្ញុំមកបើហើយជិះទៅហើយយើងហៅជិះសុទ្ធដល់ហើយសុទ្ធនោះវាដាក់លបឿនដល់ជិះកង់ណាកូនហើយម៉ែមិនបាច់មើលអាវទេអាវខ្នងក្រោយនោះគឺប្រឡាក់ខ្ទេចខ្ទីហើយនោះគ្នាសុទ្ធគ្នាមិនដឹងអាប្រឡាក់ផុកកន្លែងអីនោះសុទ្ធទៅបើអាកពឹកកតុយក្រោយកង់វាប្រឡាក់ខ្ញុំជិះតាមពីក្រោយទៅហើយអ្នកទាំងអស់គ្នាឃើញហើយថារូបភាពនៅនេះនៅតំបន់នៅភ្នំសំពៅបងប្អូនទាំងអស់ដឹងដែរថាភ្នំសំពៅគឺកន្លែងតំបន់ទេសចរណាហើយផ្លូវនេះផ្លូវគេជិះទៅស្រែទៅហាងចុងឡូទៅអីណាអញ្ចឹងយើងមកនេះមកយើងថតលេងទៅហើយជាពិសេសយើងមើលជាខ្ញុំមកនេះខ្ញុំក៏លេងហាត់បាញ់ចាបៀមដែរនោះកូនខ្ញុំលេងចាបៀមមួយដែរអញ្ចឹងរៀនលេងបាញ់តាមបន្លាយអញ្ចឹងទៅដើម្បីវឹកហាត់ណាព្រោះខ្ញុំក៏ចូលចិត្តដែរការបាញ់ចាបៀមដែរហើយនេះតាមពីក្រោយកូនហើយចាំមើលស្ដាប់សលេងជីណាសលេងកូនជីខិតមកក្រោយនេះបងជីមកឆ្ងាញ់ដែរហ្នឹងណាតែក៏ឃើញហើយផ្លូវរៀងគ្រាន់បាយពីមុនហើយផ្លូវពិបាកព្រោះមានទីគោមានអីមានគោយន្តគោអីឡំទីគោហើយកលុងកលិចកលុកបាក់ជីឥឡូវរៀងគ្រាន់បាយគេចាក់គ្រោះចាក់អីចឹងទៅវាងាយស្រួលក្នុងការធ្វើដំណើរណាហ្នឹងហើយបែបបត់នៅជនបទប៉ុណ្ណឹងហើយខ្ញុំនេះភ្នំសំពៅឃើញស្រស់ស្អាតណាស់នៅពេលដែលមានភ្លៀងធ្លាក់មកមេមកយើងមកឈរនៅកន្លែងចុងឡូយើងមើលទិដ្ឋភាពគឺស្រស់ស្រាយហើយមានភ្នំជុំវិញភ្នំខ្ញុំស្គាល់មិនអស់ដែរអ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នានៅតំបន់ហ្នឹងអាចនឹងស្គាល់ហើយនេះផ្លឹកបាត់រីជីគេជីលឿនណាស់ដល់ចាំហើយនេះគេចាំឆ្កែព្រោះអីឆ្កែមកមួយគ្នាឥឡូវនេះតែយើងទៅហួសចោលវាខ្លាច់អាធំនោះវាខំហើយផឹកទឹកសិនយកកម្លាំងហើយធាក់កង់ហត់ហើយបើអត់ជីកង់ទេបើអានោះខ្លាចហត់ណាឲ្យជីកង់អីអត់ទេឲ្យជីមកបងទៅមួយគ្នាអត់ទេនេះគេតទៅទៀតដែរតទៅផ្លូវឡើងកាច់ទៅផ្ទះអញ្ចឹងខ្ញុំមានណាកវាយផ្ទះហ្នឹងមានតាណាឆ្ងាយទេហើយមានទៅស្រែទៅខ្ទមទៅអីចឹងតែប៉ុណ្ណាហើយនេះផ្លូវបាត់ចូលផ្ទះអញ្ចឹងពីវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយនេះផ្លូវទៅផ្ទះហើយអញ្ចឹងនេះជាការមើលទស្សនវិជ្ជាស្រស់ស្រាយដើម្បីឲ្យអារម្មណ៍យើងរីករាយទេមិនមានអីជានេះទេហើយអរគុណសម្រាប់អ្នកទាំងគ្នាការមើលឬក៏ទស្សនាជាមួយខ្ញុំបាទបាយបាយ